កាលពីប៉ុន្មានទសវត្សរ៍មុនប្រទេសជាតិរបស់យើងនៅពុំទាន់មានភាពរីកចម្រើនដូចជាពេលបច្ចុប្បន្នឥឡូវនៅឡើយទេប្រជាជនភាគច្រើនប្រកបរបរកសិកម្មដាំដុះស្រូវពោតសណ្តែកល្ងហើយសម្រាប់អ្នកដែលទីទាល់ក្រក៏ប្រកបរបរដើរព្រៃដូចជាដើរចាប់សត្វដើរជីកដំឡូងជីកទំពាំងយកមកលក់ដូរដើម្បីដូរយកអង្ករស្រូវម្ហូបបន្លែបង្ការក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងគ្រួសារពលលឹមមីងលីពុំមានជីវភាពធូរធារនោះទេគ្រួសាររបស់គាត់កំសត់ក្រីក្រទ្រព្យហឹកក្រៃលែងណាស់សពថ្ងៃពួកគាត់ប្រកបមុខរបររកស៊ីទទួលទានមិនច្បាស់លាស់នោះទេជួនពេលខ្លះពលលឹមត្រូវគេជួលឲ្យទៅឡើងត្នោតដើម្បីកាប់ផ្លែត្នោតឬក៏កាប់យកស្លឹកដើម្បីដូរយកអង្ករស្រូវហើយជួននៅពេលខ្លះក៏កាប់កោះអង្កត់អស់ឲ្យគេបដូរមកវិញនៅលុយកាក់បន្តិចបន្តួចក៏មានចំណែកឯមីងលីវិញគាត់ពូកែចំណាប់ចំនួនអំពីរឿងជីកកកាយមើមដំឡូងខ្លាំងណាស់មានថ្ងៃមួយមីងលីគាត់មិនសូវជាស្រួលខ្លួនហើយដោយឡែកពលលឹមគាត់បានទៅស៊ីឈ្នួលកាប់អស់ឲ្យអ្នកក្បែរនឹងផ្ទះរបស់គាត់ផងដែរកូនទាំងពីររបស់គាត់គឺនាងលាក់និងនីឡុញដោយហេតុថាម្ដាយរបស់ពួកគេទាំងពីរមិនបានទៅជីកដំឡូងនៅតាមព្រៃដូចសពថ្ងៃនីឡុញដែលជាប្អូនពៅបាននិយាយជាមួយបងស្រីរបស់គេថាបងលាក់ថ្ងៃហ្នឹងយើងគិតទៅរកជីកដំឡូងនៅឯព្រៃជើងឬអីបងភ្លាមនោះលាក់នាងក៏ក្រឡេកមើលមកទៅម្ដាយរបស់នាងដែលកំពុងសម្រាកសម្រាននៅលើគ្រែដោយទឹកមុខបារម្ភក្រោយមកទើបនាងបានតបមកនីឡុញវិញថាបើអញ្ចឹងអូនឯងទៅប្រាប់ម៉ែទៅអញ្ចឹងនិយាយរួចនីឡុញត្រេកអរណាស់រួចគេក៏រត់រះម្នីប្រញាប់ទៅជម្រាបដល់អ្នកម្ដាយបន្ទាប់មកមីងលីក៏មិនបានថាអ្វីនោះដែរព្រោះថាគាត់មិនសូវជាបារម្ភពីពួកគេប៉ុន្មានឡើយត្បិតពួកគេទៅដោយមានគ្នាហើយគាត់វិញទៀតសោតក៏អាចនៅក្នុងផ្ទះតែម្នាក់ឯងបានមិនមានបញ្ហាអ្វីទេបន្ទាប់មកមីងលីក៏បានផ្ដាំមកកាន់នាងលាក់ដែលជាកូនស្រីថាលាអាមើលប្អូនផងកូនហើយកុំនាំគ្នាចូលព្រៃជ្រៅពេកណាឮទេលាក់ឆ្លើយចាស់យ៉ាងពីរោះតបមកកាន់ម្ដាយវិញក្រោយមកបន្ទាប់ពួកគេទាំងពីរនាក់បានមកដល់ព្រៃជើងដែលនៅខាងជើងភូមិរបស់ពួកគេតម្រាំមកដល់ទីនេះភ្លាមថ្ងៃជ្រេមកដល់ម៉ោង2រសៀលណាស់ទៅហើយសត្វព្រៃយំស្រែចេះចាចគួរឲ្យពីរោះរំដំអមជាមួយខ្យល់លំហើយបក់មកត្រសៀកគួរជាទីមនោរម្យព្រៃនៅតំបន់នេះហាក់មានភាពសុខទ្រព្យងងឹតខ្លាំងណាស់ដូចជាទំនងគ្មាននរណាមួយបានមកដល់កន្លែងនេះព្រោះមើលទៅហាក់ដូចជាមានព្រៃក្រាស់ដោះក្រាស់ក្រែលខណៈពេលដែលពួកគេបានមកដល់មកដុំដើមឈើខ្ពស់ភ្លាមនោះក៏ស្រាប់តែនីឡុញដែលជាប្អូនបានឃើញនៅដើមដំឡូងដៃខ្លាមួយមានវល្លិធំប៉ុនមេដៃទៀមតោងដើមពលជ្រៃមួយយ៉ាងខ្ពស់សន្លឹមរំពេចនោះនីឡុញត្រេកអរសប្បាយចិត្តខ្លាំងណាស់ហើយទើបប្រញាប់ប្រាប់មកកាន់បងស្រីរបស់គេថានោះបងលាក់ដើមដំឡូងធំណាស់បងពេលនោះលាក់ក៏បានក្រឡេកទៅមើលដំបូងនាងឃើញសាច់រំភើបក្រៃលែងប៉ុន្តែបានដឹងថាវល្លិដំឡូងនោះវាពាត់ដើមពោព្រឹកដ៏ខ្ពស់មួយដើមភ្លាមនោះលាក់ក៏បានប្រាប់មកថាបងគិតថាយល់ល្អយើងមិនបាច់ជីកវាទេទុកឲ្យវាដោះនៅនឹងហើយបន្ទាប់ពីឮបងស្រីរបស់នាយនិយាយហាមប្រាមយ៉ាងដូចនេះនីឡុញហាក់មិនយល់ស្របជាមួយនឹងនាងលាក់បន្តិចសោះឡើយដោយភាពរឹងរូសនិងភាពមានះរបស់គេរំពេចនោះនីឡុញក៏បានចាប់យកជាប់ជំនីកពីដៃរបស់បងស្រីគេហើយក៏ដាក់សម្ដៅដើម្បីទៅជីកកាយដំឡូងនោះដើម្បីយកមើមរបស់វាព្រោះគេបានគិតរួចជាស្រេចថាដើមរបស់វាធំនិងមានស្លឹកទុំលឿងបែបនេះប្រហែលជាមើមរបស់វានោះធំត្រលុកត្រលន់ជាក់ជាពុំខាននោះឡើយគ្រានោះដែរទឹកមុខរបស់នាងលាក់ហាក់ភ័យព្រួយចម្លែកដូចជាពុំចង់ឲ្យនីឡុញ
ទៅប៉ះពាល់មកដំដំឡូងមួយដំនោះទេប៉ុន្តែដោយការហាមប្រាមគេពុំស្ដាប់នាងលក្ខក៏បណ្តែតបណ្ដោយតាមចិត្តរបស់គេមួយគ្រានិងក៏ទៅជួយឆ្កាព្រៃបូចវល់ជាមួយនឹងគេផងដែរទៅមួយស្របក់ក្រោយមកនីឡុញបានខំប្រឹងជីកតាមរកមើមដំឡូងរហូតតតែបែកញើសជុកជាំអាវរបស់នាយទៅហើយប៉ុន្តែហាក់ពុំទាន់ឃើញមើមរបស់វានៅឡើយដោយឃើញប្អូនប្រុសហាក់ដូចជាកំពុងហត់ក្តៅដង្ហក់លក្ខក៏ចូលមកជីកជុំនោះប្អូនវិញម្ដងបន្ទាប់ពីជីកមិនទាន់បានប៉ុន្មានចំណិចស្រួលបួលផងក៏ស្រាប់តែចង់ផ្លាយចប់ក៏ទៅប៉ះនឹងរបស់អ្វីមួយយ៉ាងឬសពប៉ែវស្របពេលជាមួយគ្នានោះដែរនីឡុញបានលឺហើយក៏ប្រញាប់សួរមកកាន់បងស្រីគេថាសំឡេងអ្វីនឹងបងលក្ខភ្លាមនោះនាងក៏នៅពុំទួនឆ្លើយមកនីឡុញនោះទេនាងក៏យកដៃស្ទាបប៉ះទៅលើវត្ថុដែលមានសភាពដូចជាចានថ្មមួយនោះលោកបានបន្តិចលក្ខក៏លន់មកថាក្រឡទេតាជាមួយគ្នានោះនីឡុញក៏បានមកមើលទាំងតែហេតុត្រហប់ហើយក៏លន់សំដីលឺថាច្បាស់ជាក្រឡមាសមិនខានទេបងភ្លាមនោះពួកគេទាំងពីរអ្នកបងប្អូនម្នាក់ពិតជាមានទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែងជាទីបំផុតក្រោយមកនីឡុញក៏ខំប្រឹងជីកកកាយយកក្រឡមួយនោះដោយពួកគេបានគិតក្នុងចិត្តថានៅក្នុងក្រឡមួយនោះវាពិតជាមានមាសប្រាក់នៅក្នុងនោះចាក់ជាពុំខានឡើយហើយគ្រួសាររបស់ពួកគេក៏នឹងលែងនៅក្រលំបាកតោកចាក់តទៅទៀតនោះដែរបន្ទាប់ពីជីកយកវាមកបានរួចរាល់លក្ខក៏បានចាប់កាន់អង្អែស្ទាបវាថ្នមហើយរូបរាងក្រឡពណ៌ក្រមៅនោះមាត់របស់វាចង់អំបោះពណ៌ក្រហមជាមួយនឹងសាច់ក្រណាត់ពណ៌សបើមើលទៅហាក់ចម្លែកណាស់ក្រោយមកទៀតពួកគេពីរអ្នកបងប្អូនក៏មិនបាននៅបន្តរកជីកដំឡូងបន្តទៀតដែរហើយនាងលក្ខក៏បបួលប្អូនប្រុសរបស់នាងត្រឡប់ទៅផ្ទះវិញទាំងសប្បាយអរខេប្រខប់បន្ទាប់ពីអ្នកទាំងពីរបានមកដល់ផ្ទះវិញនីឡុញនៅពេលនោះមានសភាពហាក់ដូចជាប្លែកយ៉ាងម៉េចក៏មិនដឹងដោយបានដណ្ដើមយកកូនក្រឡនោះពីដៃរបស់បងលក្ខដោយបាននិយាយប្រាប់ទៅនាងថាឲ្យមកខ្ញុំមកបងលក្ខឲ្យខ្ញុំជាអ្នកទៅវិញខណៈនោះលក្ខក៏បានប្រគល់កូនក្រឡនោះមកឲ្យនីឡុញកាន់ទាំងអារម្មណ៍កំពុងភ័យផាត់ព្រោះនាងពុំចង់ឲ្យពលលឹមមីងលីដែលជាម្ដាយឪពុកនាងបានដឹងមុននោះទេព្រោះដើម្បីរងចាំពេលព្រឹកឡើងនិងជម្រាបប្រាប់ដល់ពួកគាត់តែម្ដងមិនយូរប៉ុន្មានពេលលាយប់ក៏បានរំកិលមកដល់ធម្មជាតិក្បែរផ្ទះប្រែជាស្ងប់ស្ងាត់ពូលឹមនិងមីងលីពួកគាត់ទាំងពីរកំពុងសម្រានលងលក់យ៉ាងមានក្តីសុខនាងលក្ខសម្រាប់នៅលើកូនក្រែក្នុងខ័ណ្ឌបន្ទប់មួយផ្សេងគ្នាចំណែកឯនីឡុញក៏កំពុងដេកលើកូនក្រែដែលនៅជាប់គ្នានៅខាងចុងជើងទល់នឹងជញ្ជាំងបន្ទប់របស់បងស្រីរបស់គេនោះដែរអ្នកគ្រប់គ្នាបានសម្រានលងលក់ទៅហើយនៅឡើយតែនីឡុញដែលកំពុងដេកបិទភ្នែកបាក់ភ្នែកម្ដងបែរខ្លួនទៅឆ្វេងម្ដងបែរខ្លួនទៅស្ដាំហាក់ដូចជាពុំស្ងប់នៅក្នុងអារម្មណ៍តតែសោះបន្ទាប់ពីនៅក្នុងខ្លួនពុំស្រណុកគេក៏ងើបក្រោកអង្គុយក្រឡេកមើលទៅឆ្វេងទៅស្ដាំក្នុងក្រសែភ្នែកហាក់ដូចជាពុំចង់ឲ្យអ្នកណាម្នាក់បានឃើញគេឡើយតាមពិតគេក្រោកឡើងដើម្បីមានបំណងចង់យកកូនក្រឡដែលកោះបានពីព្រៃនោះយកមកពិនិត្យពិច័យមើលនីឡុញយកកូនក្រឡនោះមកដាក់ក្បែរក្រែចុងជើងរួចអុជភ្លើងចន្លោះដើម្បីបំភ្លឺមើលតែបាត់អីក្នុងចំណោមនោះគ្មានភ្លើងអគ្គិសនីដូចពេលបច្ចុប្បន្ននោះទេក្រោយមកគេចាប់ស្ទាបអង្អែលកូនក្រឡនោះថ្នមដោយញញឹមព្រោះមហិច្ឆតាលោភលន់នៃគេបានបញ្ជាក់ប្រាប់ថាបើមានត្រឹមតែមាសប្រាក់មួយក្រឡនេះគ្រួសាររបស់គេពិតជាមានទ្រព្យសម្បត្តិហូរហៀមិនខ្វះអាចមានរបស់ហូបឆ្ងាញ់និងជាពិសេសជាងនេះទៅទៀតគឺចង់បានអ្វីគឺបាននោះតែម្ដងខណៈពេលបានស្រមៃរួចនីឡុញក៏បានស្នាយខ្សែអំបោះឆៅពណ៌ក្រហមដែលចង់ភ្ជាប់នឹងកក្រណាត់សនោះលោកបានស្រាយវាចេញរួចរាល់ភ្លាម
នីលុញហាក់ដូចជាមានអារម្មណ៍ថាត្រជាក់ចង់ដៃត្រជាក់ចង់ជើងយ៉ាងខ្លាំងបន្ទាប់មកគេក៏បានយកក្រណាត់សនោះចេញពីមាត់ក្រឡនោះក៏ប៉ុន្តែអ្វីដែលបានឃើញនៅពេលនេះវាខុសពីការរំពឹងទុកព្រោះក្នុងក្រឡវាមានសភាពទទេស្អាតខណៈនោះដោយការពំអស់ចិត្តនីលុញបានយកដៃរបស់គេលូកទៅចាប់រាវក្នុងក្រឡនោះប៉ុន្តែនៅតែមានភាពរលោងទទេស្អាតជាដដែលលោកបានបន្តិចក្រោយមកគេក៏ដកដៃចេញពីក្រឡនោះមកវិញខណៈពេលនោះក៏ស្រាប់តែមានផ្សែងអ្វីមួយខ្មៅសុទ្រុបហោះអណ្ដែតរសាត់មកតាមដៃរបស់គេនឹងបានចូលទៅក្នុងមាត់របស់គេបណ្ដាលឲ្យនីលុញនៅស្ងៀមត្រឹងមួយកន្លែងរំពេចនោះដែរក៏ស្រាប់តែភ្នែករបស់គេប្រែជាខ្មៅល្អក់ដូចជាមានអ្វីចូលមកសន្ធិដ្ឋក្នុងរូបកាយរបស់គេយ៉ាងអញ្ចឹងភ្លាមនោះនីលុញក៏បានងើបឈរជឿតដើរប្រៀបដូចជាមនុស្សមើលមាយសម្ដៅមកកន្លែងបងស្រីរបស់គេខណៈនោះផងដែរនាងលក្ខក៏បានភ្ញាក់បើកភ្នែកលេងឡង់ព្រោះដោយសារតែនាងបានឃើញពន្លឺភ្លើងចន្លោះដែលភ្លឺចេញពីកន្លែងរបស់នីលុញកំពុងដេករំពេចនោះក៏ឃើញនីលុញដើរមករកនាងល្មមនាងលក្ខក៏សួរមកគេថាអូនឯងមករកអ្វីមិនទាន់ដេកទៀតថ្មនឹងហើយគ្រានោះនីលុញមិនបានតបឆ្លើយជាមួយបងស្រីរបស់គេបន្តិចឡើយដោយគិតតែពីដាវយឺតមួយនឹងមានក្រសែភ្នែកគួរឲ្យខ្លាចជាទីបំផុតបន្ទាប់ពីដឹងថាគេមិនបានតបស្ដីមកកាន់នាងលក្ខក៏ក្រោកអង្គុយដើម្បីសួរមកកាន់គេជាថ្មីម្ដងទៀតហើយពេលនោះក៏ស្រាប់តែដៃរបស់គេទាំងពីរបានលុកចាប់ច្របាច់ករបស់បងស្រីរបស់គេអស់មួយទំហឹងបណ្ដាលឲ្យនាងមានការឈឺចុកចាប់ស្ទើរតែស្លាប់ស្ទើរតែរស់ប៉ុន្តែគួរឲ្យសោកស្ដាយនិងរន្ធត់តក់ស្លុតជាខ្លាំងព្រោះនាងលក្ខបងស្រីរបស់គេបានដាច់ខ្យល់ផុតដង្ហើមស្លាប់ផាត់ទៅហើយសភាពក្រោយពីពេលនាងបានស្លាប់គឺមានភ្នែកបើកលៀននិងមាត់នឹងចំហលៀនអណ្ដាតចេញមកគួរឲ្យខ្លាចខណៈនោះវិញ្ញាណបិសាចដែលបានចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់គេអាមិញនេះក៏បានចេញមកក្រោយមកទៀតនីលុញក៏បានដឹងខ្លួនមកវិញរួចទៅបានភ្ញាក់ខ្លួនយ៉ាងច្បាស់ត្បិតបានឃើញបងស្រីរបស់ខ្លួនត្រូវវិញ្ញាណព្រាយដែលនៅក្នុងក្រឡនោះបានខ្ចីដៃរបស់គេដើម្បីសម្លាប់បងស្រីរបស់នាយបាត់ទៅហើយភ្លាមនោះគេផិតភ័យខ្លាំងណាស់ព្រោះនៅខណៈនោះវិញ្ញាណព្រាយនោះបានចូលទៅក្នុងខ្លួនរបស់បងលក្ខវិញម្ដងនៅពេលដែលវិញ្ញាណព្រាយនោះបានចូលទៅក្នុងរាងកាយរបស់នាងភ្លាមពេលនោះភ្នែករបស់នាងលក្ខក៏ប្រែជាបើកធំសខ្មៅល្អក់ហើយក៏បានក្រោកឡើងជ្រងងងាកមករកនីលុញដោយសម្លក់វេលានោះនីលុញហាក់ផិតភ័យយ៉ាងខ្លាំងហើយក៏ប្រញាប់រត់ចេញពីទីនេះយ៉ាងលឿនព្រោះគេបានដឹងយ៉ាងច្បាស់ថាបងស្រីរបស់ខ្លួនពិតជាពុំមែនមនុស្សទៀតឡើយត្បិតព្រាយកំណាចនោះវាបានចូលសន្ធិដ្ឋនៅក្នុងសម្បកកាយនាងបាត់ទៅហើយបន្តិចក្រោយនីលុញក៏បាត់រត់ពីទីវត្តអារាមមួយដែលនៅខាងជើងភូមិដើម្បីសូមអធិស្ឋានជាមួយនឹងកូនសិស្សលោកខណៈនោះបានបន្តិចសំឡេងឆ្កែលូក៏លាន់ឮកងរំពងពេញភូមិស្ថានលុះរំលងអត្រិតបានបន្តិចក៏មានភ្លើងមួយបានហោះចេញពីម្ដុំផ្ទះពូលឹមមីលីដោយសារតែការសម្រាកលងលក់របស់អ្នកភូមិទើបគ្មានអ្នកណាអាចដឹងថាភ្លើងដ៏ក្រហមឆ្អិនឆ្អៅនោះបានហោះក្រវ៉ែលខាងក្រោយរបស់ផ្ទះរបស់ពួកគេនោះទេមិនយូរប៉ុន្មានដុំភ្លើងព្រាយនោះក៏បានឈប់ចតនៅខាងមុខផ្ទះរបស់លោកតាសក់ដែលគាត់គឺជាអ្នកមានធូរធារម្នាក់នៅក្នុងភូមិក៏ប៉ុន្តែគាត់មានចិត្តកំណាញ់ស្វិតខ្លាំងណាស់ខណៈនោះដុំភ្លើងនោះក៏បានមកคล้ายទៅជានាងលក្ខក្នុងសភាពមុខមាត់ចម្លែកខុសពីធម្មតានាងឈរត្រង់ខ្លួនភ្នែកដកខ្មៅជាំនិងមានក្រសែភ្នែកពណ៌ក្រហមតិចគួរឲ្យព្រឺព្រួច
បន្ទាប់មកសំឡេងមួយក៏បាននិយាយមកកាន់នាងថាចូលឯងប្រញាប់ចូលទៅចាប់សត្វទាំងនោះស៊ីទៅឲ្យលឿនទៅយើងឃ្លានខ្លាំងណាស់ភ្លាមនោះសម្បកកាយដែលមានតែវិញ្ញាណមនុស្សពាក់កណ្ដាលវិញ្ញាណព្រាយពាក់កណ្ដាលក៏ស្ដាប់តាមបញ្ជានៃព្រាយបិសាចយាយចាស់ម្នាក់នោះក្រោយមកបន្ទាប់ឆ្កែមួយក្បាលដែលកំពុងព្រុសលូក្បែរជើងរបស់នាងក៏ស្ងាត់មាត់ជ្រាបមួយរំពេចព្រោះមាត់របស់វាត្រូវបាននាងលាក់លូកដៃចាប់ជាប់និងបានខំវាត្រង់កបណ្ដាលឲ្យរាងកាយរបស់វាទាំងមូលញ័រញាក់សរសៃទៅត្រើតនិងមានស្រក់ឈាមមកតក់មកលើដីផងដែរពេលនោះនាងលាក់ក៏បានចាក់ឆ្អន់ទើបប្រឡែងវាចេញពីមាត់របស់នាងវិញទាំងមានឈាមជាប់នៅនឹងមាត់របស់នាងលាក់ពន្លឺភ្លើងចន្លោះភ្លឺបក់រវិចទៅតាមចលនាខ្យល់ដែលចងជាប់នឹងមាត់កម្មចន្ទាផ្ទះរបស់លោកតាសក់ខណៈសំឡេងឆ្កែលូនៅតាមផ្ទះនីមួយផ្សេងពីផ្ទះតាសក់ក៏លន្លឺយ៉ាងក្រលួចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់ដែលកំពុងកើតឡើងនៅក្នុងក្រុមគ្រួសាររបស់គាត់នោះទេបន្ទាប់មកទៀតដោយការស្រែកឃ្លានព្រោះខានបានស្គាល់រសជាតិឈាមនិងគ្រឿងក្នុងរបស់សត្វអស់ជាយូរយារមកហើយយាយព្រាយកញ្ចាស់ដែលសំងំនៅក្នុងខ្លួនរបស់នាងលាក់នោះក៏ចាប់ដងខ្លួនឆ្កែដែលកំពុងដេកងាប់ហូរឈាមតក់នោះមកខាំហាយស៊ីឆៅនិងបានលុកខ្វេះយកថ្លើមពូវៀនយកមកស៊ីយ៉ាងជាទីសាហាវព្រៃផ្សៃជាទីបំផុតលោកព្រឹកឡើងនៅក្នុងក្រុមគ្រួសារពូលឹមមីងលីក៏បានបាត់សមាជិកម្នាក់នោះគឺនីឡុញពូលឹមនិងមីងលីបាននាំគ្នាដើររកូនប្រុសពៅរបស់ខ្លួនយ៉ាងមានក្តីព្រួយបារម្ភដោយឡែកនឹងលាក់នាងមិនបានអើពើក្នុងរឿងនេះទេដោយគិតតែពីសំងំនៅក្នុងបន្ទប់ងងឹតតែម្នាក់ឯងមើលទៅហាក់ដូចជាមិនមានចិត្តបារម្ភអំពីប្អូនបន្តិចតតែសោះតើឲ្យនាងខ្វាយខ្វល់យ៉ាងម៉េចនាងមិនមែនជាមនុស្សដូចមុនផងនោះបន្ទាប់ពីដឹងថានីឡុញបានបាត់ពីផ្ទះមិនឃើញពូលឹមមីងលីក៏តាមស្វែងរកកូនរបស់ពួកគាត់ដោយនាងលាក់វិញគិតតែពីអង្គុយសំងំជ្រុបមុខទាំងមានសក់ទម្លាក់មុខបាំងអន្តាយសំពីងសំពងបានកំពុងខំហាច់ស៊ីសត្វជីងចក់ស្រក់ឈាមចេញពីមាត់តិចគួរឲ្យខ្ពើមរអើបជាមួយគ្នានោះផងដែរនៅក្នុងក្រុមគ្រួសាររបស់លោកតាសក់ក៏បាននាំគ្នាផ្អើលឆាឡោចោមរោមមើលសត្វឆ្កែដែលបានដេកស្លាប់ក្នុងថ្លុកឈាមគួររន្ធត់ព្រោះសភាពឆ្កែមួយក្បាលនោះបានស្លាប់ទៅមានសភាពសាហាវព្រៃផ្សៃបំផុតនិងប្រភ្នែកត្រូវបានលាងចេញមកខាងក្រៅផ្នែកកត្រូវបានអ្វីមកខំបឺតឈាមនិងផ្នែកដងខ្លួនទៀតសោតក៏ហាក់បែកធ្លាយចេញសុទ្ធតែឈាមហូររហាចប៉ុន្តែមិនមានសេះសល់គ្រឿងក្នុងបន្តិចណាឡើយខណៈពេលនោះតាសក់ដែលជាមេគ្រួសារគាត់បានគិតថារូបភាពសាហាវបែបនេះច្បាស់ជាមាននរណាមួយចេះវិជាភ្លើងងឹតធ្មប់អាបមិនខានឡើយតាមពិតវាពុំមែនជាធ្មប់អាបដូចដែលអ្វីដែលគាត់បានគិតនោះឡើយតែការពិតវាគឺជាព្រាយបិសាចចាស់វស្សាម្នាក់ដែលស្ថិតនៅក្នុងខ្លួនរបស់នាងលាក់នោះវិញទេដោយភ្លើងកំហឹងគាត់ក៏បានជាយកសាច់ផ្នែកត្រង់កញ្ចឹងករបស់ឆ្កែនោះដើម្បីយកទៅធ្វើពិធីមួយរបស់គាត់ព្រោះថាគាត់ក៏ជាអ្នកធ្លាប់រៀនវិជ្ជាមន្តអាគមខ្មៅខ្លះៗដែរលុះយប់ឡើងរាត្រីឆ្កែលូក៏បានមកដល់ដោយពលលឹមនិងមីងលីពួកគាត់ក៏បានរកនីឡុញឃើញនៅឯវត្តឯណោះបន្ទាប់មកនីឡុញក៏បាននិយាយប្រាប់អំពីរឿងរ៉ាវដែលគេបានរត់ចេញពីផ្ទះខណៈនោះឪពុកម្ដាយរបស់ពួកគេក្រោយពីបានឮក៏មានក្តីរន្ធត់យ៉ាងខ្លាំងក្រោយមកគាត់ក៏បាននិយាយប្រាប់កូនរបស់គាត់ថាមិនបានទេតោះប្រញាប់ទៅផ្ទះយើងវិញកូនប្រញាប់ទៅមើលបងរបស់កូនឯងធ្លាមនោះក៏មានព្រះសង្ឃមួយអង្គបាននិមន្តមកនឹងសង្ឃដីកាខាត់កុំទៅណាញោមព្រោះញោមលាក់មិនមែនជាមនុស្សទៀតទេនាងបានប្រែក្លាយទៅជាទេសកលរបស់ព្រាយនោះផុតទៅហើយបណ្ដោយទៅតាមកម្មរបស់សត្វលោកទៅណាញោមនៅក្នុងយប់នោះខ្យល់កំពុងបក់ខ្លាំងខ្លាជាទីបំផុតព្រាយនាងលាក់ដែលកំពុងបួនសំងំនៅក្នុងផ្ទះក៏ហាក់ក្តៅរលរៀលយ៉ាងអន្ទះអន្ទែង
ហើយសំឡេងមួយក៏បានប្រាប់មកនាងថាឆាប់យកវិជ្ជាដែលយើងបានបង្រៀននាងឯងកន្លងមកយកមកប្រើមកអូយយើងក្តៅណាស់អូយអូយ៉ែ ដោយសារតែនាងគឺជាស្រីក្រមុំព្រហ្មចារីផងនោះទើបបានជានាងមានធម្មពលនៃវិញ្ញាណអាក្រក់ខ្លាំងក្លាយ៉ាងដូច្នោះនាងលក្ខបានស្ដាប់តាមយាយព្រាយនោះហើយក៏កាន់តែមានឫទ្ធាអំណាចក្នុងវិជាងងឹតនេះទៀតឆាកប្រយុទ្ធក្នុងភ្លើងងឹតក៏កំពុងច្បាំងគ្នាដោយប្រើធម៌បាលីរៀងខ្លួនមួយសន្ទុះក្រោយមកតាសុកក៏បានហូរឈាមចាញ់តាមមាត់និងដួលដេកមួយកន្លែងទៅបន្ទាប់ពីភ្លើងនៃព្រីនោះបានហោះសំដៅទៅកន្លែងអាសនៈតាសុកនិងបានសោយចំអកមកកាន់គាត់អាតាកញ្ចាស់សុំមកឯងហើយទីបំផុតយើងក៏បានសងសឹកឯងតតែបានតាមពិតអ្នកដែលបានចាប់ព្រាយចាស់ម្នាក់នោះចូលទៅក្នុងក្រឡនោះតាមពិតគឺជាតាសុកម្នាក់នេះសោះបន្ទាប់ក្រោយមកទៀតយាយព្រាយក៏ចាប់ផ្ដើមមានអំណាចនិងកាន់តែកាចសាហាវឡើងហើយសត្វធាតុអ្នកស្រុកក៏កាន់តែហិនហោចឡើងលុះបន្តមកទៀតអ្នកភូមិក៏ហាក់នៅលេងសោកទើបបណ្ដាលឲ្យមនុស្សម្នាក់បន្តចាក់ចែងពីក្នុងភូមិរហូតលែងមានមនុស្សជារៀងតមកសពថ្ងៃក៏ប៉ុន្តែក្នុងរឿងនេះនៅពុំទាន់ចប់នៅឡើយទេព្រោះព្រាយនិងលក្ខកំពុងស្នងតំណែងទាយាទយាយព្រាយចំណាស់នោះបន្តទៀតអញ្ចឹងកុំសង្ឃឹមថាសត្វធាតុនៅក្នុងស្រុករស់បានសុខស្រួលអីសោះ